ចាជំរាបសួរនាងខ្ញុំឈ្មោះផនរតនាហើយនាងខ្ញុំជាម្ចាស់ភោជនីយដ្ឋានឈ្មោះថា River Cafe ដែលមានទីតាំងនៅក្នុងភូមិវត្តបងហើយយើងនៅលើផ្លូវលេខ26នៅក្នុងខេត្តសៀមរាបនេះឯងចាបាទនិយាយឲ្យមែនទែនទៅដើមឡើយនាងខ្ញុំក៏ជាមន្ត្រីនៅក្នុងស្ថាប័នទីភ្នាក់ងារអភិវឌ្ឍន៍មួយហើយក្រុមហ៊ុនរបស់នាងខ្ញុំហ្នឹងឬក៏ស្ថាប័នរបស់នាងខ្ញុំហ្នឹងគឺគាត់មានជា insurance ផ្ដល់ជូនដល់បុគ្គលិកហើយនៅក្នុងនោះដែរការ claim insurance របស់យើងគឺតាមរយៈ AMK ហើយចាប់ពីពេលនោះមកក៏ខ្ញុំចាប់ផ្ដើមស្គាល់ថា AMK គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយដែលអាចជឿជាក់បានហើយការ claim insurance របស់យើងគឺមានលក្ខណៈងាយស្រួលមែនទែនហើយសេវាកម្មក៏រហ័សទាន់ចិត្តផងដែរចា៎និយាយមែនទែនទៅយើងបានស្គាល់ AMK ហើយកន្លងមកហ្នឹងដឹងថា AMK គឺជាគ្រឹះស្ថានមួយដែលអាចទុកចិត្តបានហើយនាងខ្ញុំក៏ជ្រើសរើសយកការប្រើប្រាស់សេវាកម្ម QR code របស់ AMK ដោយសារវាមានលក្ខណៈរហ័សទាន់ចិត្តងាយស្រួលហើយងាយស្រួលសម្រាប់បុគ្គលិកផងដែរដោយសារបច្ចុប្បន្នកន្លងមកយើងត្រូវដូរជាលុយអាប់ផ្សេងជូនដល់អតិថិជនរបស់យើងណាហើយបងដឹងហើយជាហាងកាហ្វេយើងមានកតុយកាក់សែនច្រើនអញ្ចឹងហើយការដូរឬក៏អាប់លុយជូនភ្ញៀវហ្នឹងយើងត្រូវដូរលុយមួយថ្ងៃម្ដងវាមានលក្ខណៈពិបាកមែនតើអញ្ចឹងការប្រើប្រាស់ QR code វាងាយស្រួលអតិថិជនគាត់ទៅទាញទូរស័ព្ទមកគាត់ scan មកហើយយើងអាចទទួលបានថវិកាទៅតាមចំនួនដែលកំណត់តែម្ដងចា៎ភាពងាយស្រួលអាចនិយាយថាដោយសារតែជាទឹកចិត្តផងដែរដោយសារនាងខ្ញុំធ្វើការនៅទីភ្នាក់ងារអវត្តនាងខ្ញុំមានទឹកចិត្តនៅក្នុងការជួយទៅដល់សង្គមច្រើនផងដែរនៅក្នុងនោះដែរយើងឃើញថា AMK គេមានជា campaign មួយថ្មីហ្នឹងតាក់ទងនឹង scan សម្រាប់កុមារកម្ពុជា scan QR code សម្រាប់កុមារកម្ពុជាហើយនាងខ្ញុំបានយល់ថាកម្មវិធីនេះវាមានអត្ថប្រយោជន៍សំខាន់មែនទែនសម្រាប់កុមារកម្ពុជាជាពិសេសការជួយទៅដល់ពេទ្យគន្ធបុប្ផាហើយតាមរយៈនោះដែរនាងខ្ញុំគិតថាទោះបីនាងខ្ញុំពុំអាចជួយដោយផ្ទាល់នាងខ្ញុំអាចជួយដោយប្រយោលតាមរយៈការលើក QR code របស់ AMK ឲ្យអតិថិជនគាត់ scan ទៅហើយ AMK គឺជាអ្នកដើរតួនៅក្នុងការផ្ដល់ជូនថវិកានោះជូនទៅដល់កុមារកម្ពុជាផងដែរចាខ្ញុំមានតិចតួចដែរនៅក្នុងការផ្ដាំផ្ញើជូនទៅដល់ម្ចាស់ភោជនីយដ្ឋានឬក៏អាជីវកម្មផ្សេងនៅក្នុងខេត្តសៀមរាបក៏ដូចជាទូទាំងប្រទេសកម្ពុជាហើយនឹងអតិថិជនទាំងឡាយដែលគាត់តែងតែប្រើប្រាស់នៅ QR code ខ្ញុំជឿថាបច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជាគឺប្រើប្រាស់ QR code ច្រើនអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យពួកគាត់ scan មកតាមរយៈ QR code របស់ AMK ដើម្បីចូលរួមចំណែកជួយដល់សង្គមជាតិរបស់យើងដោយប្រយោលមិនចាំបាច់ដោយផ្ទាល់ទេបើមិនបោះអលោកស្រីពុំមានថវិកាជួយទៅពេទ្យគន្ធបុប្ផាដោយផ្ទាល់អលោកស្រីគ្រាន់តែ scan ទៅលើ QR code របស់ AMK រៀងរាល់ការ scan QR code AMK នឹង donate ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា